អំណាចនៃភាពស្ងៀមស្ងាត់តើអ្នកធ្លាប់គិតទេថាភាពស្ងៀមស្ងាត់អាចជាអំណាចដ៏ធំបំផុតមួយរបស់មនុស្សជាច្រើនយល់ថាអ្នកដែលនិយាយច្រើនគឺជាមនុស្សមានឥទ្ធិពលប៉ុន្តែការពិតមនុស្សដែលចេះស្ងៀមស្ងាត់នៅពេលត្រឹមត្រូវច្រើនតែជាមនុស្សដែលមានការគ្រប់គ្រងអារម្មណ៍មានប្រាជ្ញានិងមានភាពចាស់ទុំជាងគេភាពស្ងៀមស្ងាត់មិនមែនមានន័យថាខ្សោយមិនចេះការពារខ្លួនឬគ្មានគំនិតនោះទេផ្ទុយទៅវិញវាជាសញ្ញាបង្ហាញថាមនុស្សម្នាក់ចេះគ្រប់គ្រងខ្លួនឯងមិនឲ្យអារម្មណ៍ដឹកនាំជីវិតនៅក្នុងជីវិតយើងតែងជួបការរិះគន់ការមើលងាយការយល់ច្រឡំនិងបញ្ហាជាច្រើនមនុស្សជាច្រើនជ្រើសរើសការប្រកែកការឆ្លើយតបភ្លាមឬការខឹងសម្បារប៉ុន្តែមនុស្សដែលមានប្រាជ្ញាតែងជ្រើសរើសភាពស្ងៀមស្ងាត់ជាមុនសិនព្រោះគេដឹងថាពាក្យមួយម៉ាត់អាចបំផ្លាញទំនាក់ទំនងប៉ុន្តែភាពស្ងៀមស្ងាត់អាចការពារអ្វីបានជាច្រើនភាពស្ងៀមស្ងាត់ក៏ជួយឲ្យយើងគិតបានច្បាស់ជាងមុននៅពេលចិត្តស្ងប់យើងអាចវិភាគបញ្ហាបានល្អមិនសម្រេចចិត្តដោយកំហឹងឬអារម្មណ៍មួយភ្លែតការសម្រេចចិត្តដែលធ្វើឡើងដោយចិត្តស្ងប់តែងតែមានគុណភាពជាងការសម្រេចចិត្តដែលកើតចេញពីការខឹងមនុស្សដែលនិយាយតិចតែងតែស្ដាប់បានច្រើនហើយអ្នកដែលស្ដាប់បានច្រើនក៏រៀនបានច្រើនដែរពេលអ្នកស្ដាប់អ្នកនឹងយល់ពីគំនិតអារម្មណ៍និងបទពិសោធន៍របស់អ្នកដទៃនេះជាមូលដ្ឋាននៃការកសាងទំនាក់ទំនងល្អក្នុងសង្គមសព្វថ្ងៃមានសម្លេងរំខានជាច្រើនមនុស្សជាច្រើនចំណាយពេលនិយាយពីអ្នកដទៃចំណែកមនុស្សដែលជោគជ័យចំណាយពេលស្ងៀមស្ងាត់ដើម្បីរៀនគិតនិងអភិវឌ្ឍខ្លួនឯងពួកគេមិនចាំបាច់ប្រកាសគ្រប់គម្រោងឡើយពួកគេធ្វើសកម្មភាពហើយទុកឲ្យលទ្ធផលនិយាយជំនួសភាពស្ងៀមស្ងាត់ក៏បង្រៀនយើងឲ្យមានការអត់ធ្មត់មិនមែនគ្រប់បញ្ហាសុទ្ធតែត្រូវដោះស្រាយដោយពាក្យសម្ដីទេពេលខ្លះពេលវេលានិងភាពស្ងប់ស្ងាត់គឺជាចម្លើយដ៏ល្អបំផុតនៅពេលមាននរណាម្នាក់មើលងាយអ្នកកុំប្រញាប់ខឹងឬត្បិតវិញប្រសិនបើអ្នកចំណាយពេលប្រកែកជាមួយមនុស្សដែលមិនចង់យល់អ្នកនោះអ្នកកំពុងខ្ជះខ្ជាយពេលវេលានិងថាមពលចូលប្រើពេលនោះទៅអភិវឌ្ឍខ្លួនឯងវិញថ្ងៃណាអ្នកទទួលបានជោគជ័យលទ្ធផលនឹងក្លាយជាចម្លើយដ៏មានអំណាចបំផុតភាពស្ងៀមស្ងាត់មិនមែនជាការលាក់ខ្លួនពីបញ្ហាទេវាជាការជ្រើសរើសពេលវេលាត្រឹមត្រូវសម្រាប់និយាយមនុស្សឆ្លាតដឹងថាពេលណាគួរនិយាយពេលណាគួរស្ដាប់និងពេលណាគួរស្ងៀមអ្នកដែលមានភាពស្ងៀមស្ងាត់ក្នុងចិត្តអនាគតល្អចាប់ផ្ដើមពីការមិនបោះបង់ថ្ងៃនេះមនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានអនាគតដែលល្អមនុស្សខ្លះចង់មានការងារល្អមនុស្សខ្លះចង់មានគ្រួសារដែលមានសុភមង្គលខ្លះទៀតចង់មានជីវភាពធូរធារនិងរស់នៅដោយក្តីសុខប៉ុន្តែអនាគតដ៏ល្អទាំងនោះមិនកើតឡើងដោយសំណាងនោះទេវាចាប់ផ្ដើមពីការសម្រេចចិត្តមួយនៅថ្ងៃនេះគឺមិនបោះបង់ថ្ងៃនេះអ្នកអាចកំពុងហត់អាចកំពុងបរាជ័យឬកំពុងជួបបញ្ហាជាច្រើនប៉ុន្តែបើអ្នកនៅតែបន្តដើរទៅមុខទោះមួយជំហានតូចក៏ដោយនោះអ្នកកំពុងសាងសង់អនាគតរបស់ខ្លួនបន្តិចម្ដងការមិនបោះបង់មិនមែនមានន័យថាអ្នកមិនដែលបរាជ័យទេផ្ទុយទៅវិញវាមានន័យថាទោះបរាជ័យប៉ុន្មានដងក៏ដោយអ្នកនៅតែក្រោកឈរឡើងវិញរាល់ការបរាជ័យគឺជាមេរៀនមួយដែលបង្រៀនឲ្យយើងកាន់តែឆ្លាតនិងរឹងមាំជាងមុនមនុស្សជោគជ័យជាច្រើនលើពិភពលោកមិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យទេពួកគេគ្រាន់តែមិនព្រមបោះបង់នៅពេលដែលជួបការលំបាកពួកគេជឿថាការព្យាយាមម្ដងទៀតគឺប្រសើរជាងការសោកស្ដាយដែលមិនបានព្យាយាមពេលខ្លះជីវិតអាចធ្វើឲ្យយើងមានអារម្មណ៍ថាគ្មានអ្នកណាយល់គ្មានអ្នកណាជួយឬគ្មានអ្នកណាលើកទឹកចិត្តប៉ុន្តែសូមចងចាំថាមនុស្សដែលអាចផ្លាស់ប្ដូរជីវិតអ្នកបានច្រើនជាងគេគឺអ្នកខ្លួនឯងបើអ្នកនៅតែជឿលើខ្លួនឯងនិងមិនបោះបង់នោះថ្ងៃណាមួយជោគជ័យនឹងមកដល់គ្មានដើមឈើណាធំក្នុងមួយយប់ទេវាត្រូវការពេលវេលាទឹកពន្លឺព្រះអាទិត្យនិងការថែទាំជីវិតមនុស្សក៏ដូចគ្នាក្តីសុបិនមិនអាចក្លាយជាការពិតក្នុងពេលខ្លីបានទេវាត្រូវការការខិតខំប្រឹងប្រែងនិងការអត់ធ្មត់ជារៀងរាល់ថ្ងៃមនុស្សជាច្រើនបោះបង់នៅពេលដែលនៅសល់តែបន្តិចទៀតប៉ុណ្ណោះនឹងទៅដល់គោលដៅពួកគេមិនដឹងថាភាពជោគជ័យប្រហែលជាកំពុងរង់ចាំនៅជំហានបន្ទាប់បើពួកគេបន្តតែបន្តិចទៀតប្រហែលជាជីវិតនឹងផ្លាស់ប្ដូរទាំងស្រុងការខិតខំតូចរាល់ថ្ងៃមើលទៅដូចជាគ្មានអ្វីពិសេសប៉ុន្តែពេលវេលាកន្លងទៅវានឹងក្លាយជាលទ្ធផលដ៏ធំអានសៀវភៅបន្តិចរៀនជំនាញថ្មីបន្តិចសន្សំលុយបន្តិចឬធ្វើការដោយស្មោះត្រង់បន្តិចទាំងនេះសុទ្ធតែជាគ្រាប់ពូជនៃអនាគតដ៏ល្អបើថ្ងៃនេះអ្នកហត់អ្នកអាចសម្រាកបានប៉ុន្តែកុំបោះបង់ការសម្រាកគឺដើម្បីមានកម្លាំងបន្តដំណើរការបោះបង់គឺបញ្ចប់ដំណើរទាំងស្រុងកុំឲ្យពាក្យអវិជ្ជមានរបស់អ្នកដទៃមកកំណត់តម្លៃរបស់អ្នកមានមនុស្សជាច្រើននឹងនិយាយថាអ្នកមិនអាចធ្វើបានប៉ុន្តែការបង្ហាញដោយលទ្ធផលគឺខ្លាំងជាងការឆ្លើយតបដោយពាក្យសម្ដីជោគជ័យមិនសួរថាអ្នកចាប់ផ្ដើមពីកន្លងបរាជ័យមិនមែនជាទីបញ្ចប់តែវាជាការចាប់ផ្ដើមថ្មីនៅក្នុងជីវិតមនុស្សគ្រប់រូបតែងតែជួបប្រទះនឹងបរាជ័យគ្មាននរណាម្នាក់អាចទទួលបានជោគជ័យគ្រប់ពេលនោះទេប៉ុន្តែអ្វីដែលសំខាន់មិនមែនជាការបរាជ័យនោះទេតែជារបៀបដែលយើងក្រោកឈរឡើងវិញបន្តដំណើរនិងរៀនពីកំហុសរបស់ខ្លួនមនុស្សជាច្រើនដែលទទួលបានជោគជ័យ
បានឆ្លងកាត់ការបរាជ័យរាប់មិនអស់មុនពេលឈានដល់គោលដៅការបរាជ័យអាចជាមេរៀនដ៏មានតម្លៃប្រសិនបើយើងមិនបោះបង់បរាជ័យមិនមែនមានន័យថាអ្នកគ្មានសមត្ថភាពទេវាគ្រាន់តែបង្ហាញថាវិធីដែលអ្នកបានសាកល្បងមិនទាន់ត្រឹមត្រូវហើយអ្នកនៅតែមានឱកាសស្វែងរកវិធីថ្មីរាល់កំហុសដែលយើងធ្វើគឺជាបទពិសោធន៍ដែលជួយឲ្យយើងកាន់តែចេះគិតកាន់តែប្រុងប្រយ័ត្ននិងកាន់តែរឹងមាំជាងមុនការរៀនពីការបរាជ័យអាចជួយឲ្យយើងធ្វើបានល្អជាងមុននៅពេលក្រោយជីវិតប្រៀបដូចជាផ្លូវវែងមួយពេលខ្លះមានផ្លូវរាបស្មើពេលខ្លះមានផ្លូវរដិបរដុបប្រសិនបើអ្នកឈប់ដើរព្រោះតែជំពប់ដួលនោះអ្នកនឹងមិនអាចទៅដល់គោលដៅបានឡើយតែបើអ្នកក្រោកឡើងបន្តដើរទៅមុខទោះបីយឺតបន្តិចក៏ដោយអ្នកនឹងកាន់តែខិតជិតក្តីសុបិនរបស់អ្នកការបរាជ័យក៏បង្រៀនឲ្យយើងស្គាល់តម្លៃនៃការខិតខំប្រឹងប្រែងវាធ្វើឲ្យយើងដឹងថាជោគជ័យមិនមែនកើតឡើងដោយសំណាងទេប៉ុន្តែកើតឡើងដោយការអត់ធ្មត់ការតស៊ូនិងការមិនបោះបង់មនុស្សដែលមិនធ្លាប់បរាជ័យប្រហែលជាមិនទាន់បានសាកល្បងអ្វីថ្មីផងដែរពេលអ្នកបរាជ័យកុំសួរខ្លួនឯងថាហេតុអ្វីខ្ញុំបរាជ័យតែសួរថាតើខ្ញុំបានរៀនអ្វីពីវាសំណួរនេះនឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរទស្សនៈហើយបំលែងការបរាជ័យទៅជាកម្លាំងចិត្តមនុស្សដែលរៀនពីកំហុសរបស់ខ្លួនគឺជាមនុស្សដែលមានឱកាសជោគជ័យខ្ពស់ជាងអ្នកដែលខ្លាចបរាជ័យកុំអនុញ្ញាតឲ្យពាក្យរិះគន់របស់អ្នកដទៃបញ្ឈប់ដំណើររបស់អ្នកមនុស្សខ្លះអាចសើចចំអកនៅពេលអ្នកបរាជ័យប៉ុន្តែពួកគេមិនមែនជាអ្នករស់ជំនួសអ្នកទេអ្នកដែលត្រូវសម្រេចក្តីសុបិនគឺជាអ្នកខ្លួនឯងដូច្នេះចូរជឿជាក់លើខ្លួនឯងហើយបន្តដើរទៅមុខពេលខ្លះការបរាជ័យមួយអាចបើកទ្វារទៅរកឱកាសថ្មីដែលអ្នកមិនធ្លាប់នឹកស្មានដល់ប្រសិនបើរឿងមួយមិនជោគជ័យវាមិនមានន័យថាជីវិតអ្នកត្រូវបញ្ចប់ទេវាអាចជាសញ្ញាប្រាប់ឲ្យអ្នកផ្លាស់ប្ដូរវិធីសាស្ត្រឬស្វែងរកផ្លូវថ្មីដែលប្រសើរជាងមុនមនុស្សខ្លាំងមិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យទេប៉ុន្តែជាមនុស្សដែលអាចក្រោកឡើងរាល់ពេលបរាជ័យរាល់ទឹកភ្នែករាល់ការឈឺចាប់និងរាល់ការខកចិត្តសុទ្ធតែអាចក្លាយជាថាមពលដ៏ធំសម្រាប់អនាគតប្រសិនជឿលើខ្លួនឯងអ្នកខ្លាំងជាងអ្វីដែលអ្នកគិតជឿលើខ្លួនឯងអ្នកខ្លាំងជាងអ្វីដែលអ្នកគិតគឺជាសារលើកទឹកចិត្តដ៏មានអត្ថន័យជ្រាលជ្រៅមនុស្សជាច្រើនតែងតែមើលសមត្ថភាពរបស់ខ្លួនទាបជាងការពិតព្រោះពួកគេត្រូវបានរារាំងដោយការភ័យខ្លាចការសង្ស័យនិងការបរាជ័យពីអតីតកាលប៉ុន្តែការពិតនោះគឺកម្លាំងពិតប្រាកដរបស់មនុស្សស្ថិតនៅក្នុងចិត្តនិងជំនឿលើខ្លួនឯងនៅពេលអ្នកជឿថាអ្នកអាចធ្វើបានអ្នកនឹងមានភាពក្លាហានក្នុងការចាប់ផ្ដើមទោះបីផ្លូវខាងមុខពិបាកប៉ុណ្ណាក៏ដោយអ្នកនឹងមិនងាយបោះបង់ឡើយមនុស្សជោគជ័យភាគច្រើនមិនមែនកើតមកមានសមត្ថភាពលើគេទេប៉ុន្តែពួកគេជឿលើខ្លួនឯងហើយព្យាយាមរាល់ថ្ងៃការជឿលើខ្លួនឯងជួយបង្កើនទំនុកចិត្តនិងជំរុញឲ្យយើងហ៊ានប្រឈមមុខនឹងបញ្ហាថ្មីមនុស្សគ្រប់រូបសុទ្ធតែមានសក្តានុពលដែលមិនទាន់បានបង្ហាញចេញទាំងអស់ពេលខ្លះយើងគិតថាខ្លួនឯងមិនពូកែមិនឆ្លាតឬមិនអាចជោគជ័យបានប៉ុន្តែពេលដែលអ្នកហ៊ានសាកល្បងហ៊ានរៀននិងហ៊ានកែប្រែខ្លួនអ្នកនឹងរកឃើញថាអ្នកអាចធ្វើបានច្រើនជាងអ្វីដែលធ្លាប់គិតការបរាជ័យមិនមែនជាសញ្ញាបង្ហាញថាអ្នកខ្សោយនោះទេផ្ទុយទៅវិញវាជាមេរៀនដែលបង្រៀនឲ្យអ្នកកាន់តែរឹងមាំរាល់ការដួលគឺជាឱកាសសម្រាប់ក្រោកឈរឡើងវិញមនុស្សដែលជឿលើខ្លួនឯងមិនខ្លាចការបរាជ័យទេព្រោះពួកគេដឹងថារាល់បទពិសោធន៍នឹងធ្វើឲ្យខ្លួនកាន់តែប្រសើរកុំឲ្យសម្ដីអវិជ្ជមានរបស់អ្នកដទៃកំណត់អនាគតរបស់អ្នកមានមនុស្សខ្លះនិយាយថាគូអ្នកមិនអាចធ្វើបានទេគឺប៉ុន្តែការសម្រេចចិត្តពិតប្រាកដគឺស្ថិតនៅលើអ្នកប្រសិនបើអ្នកជឿលើខ្លួនឯងនិងបន្តខិតខំនោះលទ្ធផលនឹងឆ្លើយតបជំនួសពាក្យទាំងអស់កម្លាំងមិនមែនស្ថិតនៅលើរាងកាយតែមួយមុខទេកម្លាំងពិតគឺជាចិត្តដែលមិនបោះបង់ស្មារតីដែលមិនចុះចាញ់និងការតាំងចិត្តដែលមិនរង្គោះរង្គើមនុស្សដែលមានចិត្តរឹងមាំអាចឆ្លងកាត់ឧបសគ្គធំបានព្រោះពួកគេជឿថាគ្មានអ្វីមិនអាចទៅរួចការជឿលើខ្លួនឯងក៏មិនមានន័យថាត្រូវអួតអាងឬមើលងាយអ្នកដទៃដែរវាមានន័យថាអ្នកទទួលស្គាល់តម្លៃរបស់ខ្លួនហើយជឿថាអ្នកអាចរៀនអាចរីកចម្រើននិងអាចក្លាយជាមនុស្សល្អជាងម្សិលមិញជីវិតមិនទាមទារឲ្យអ្នកល្អឥតខ្ចោះនោះទេវាទាមទារតែអ្នកមិនឈប់ព្យាយាមរាល់ជំហានតូចដែលអ្នកធ្វើរៀងរាល់ថ្ងៃនឹងក្លាយជាជំហានធំទៅរកភាពជោគជ័យទំនុកចិត្តលើខ្លួនឯងកើតឡើងពីការធ្វើសកម្មភាពជាបន្តបន្ទាប់មិនមែនពីការរងចាំឲ្យខ្លួនមានភាពល្អឥតខ្ចោះជាមុនទេចូលចាំថាមិនថាអ្នកកំពុងចាប់ផ្ដើមពីចំណុចណាក៏អ្នកនៅតែមានឱកាសផ្លាស់កុំបោះបង់ក្តីសុបិនព្រោះភាពជោគជ័យកំពុងរងចាំអ្នកមនុស្សគ្រប់រូបសុទ្ធតែមានក្តីសុបិនរៀងខ្លួនអ្នកខ្លះសុបិនចង់មានជីវិតល្អប្រសើរអ្នកខ្លះសុបិនចង់ជោគជ័យក្នុងការងារអ្នកខ្លះចង់មានអាជីវកម្មផ្ទាល់ខ្លួនឬចង់ឲ្យគ្រួសាររស់នៅបានសុខស្រួលប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទៅដល់ក្តីសុបិននោះបានទេព្រោះមនុស្សជាច្រើនបានបោះបង់នៅពាក់កណ្ដាលផ្លូវកុំបោះបង់ក្តីសុបិនព្រោះភាពជោគជ័យកំពុងរងចាំអ្នកគឺជាពាក្យលើកទឹកចិត្តដែលរំលឹកយើងថាការលំបាកថ្ងៃនេះមិនមែនជាចុងបញ្ចប់នៃដំណើរជីវិតទេវាគ្រាន់តែជាការសាកល្បងដើម្បីមើលថាយើងមានភាពអត់ធ្មត់នឹងការតស៊ូប៉ុណ្ណា
នៅពេលដែលអ្នកមានក្តីសុបិនអ្នកនឹងជួបឧបសគ្គជាច្រើនពេលខ្លះអ្នកនឹងបរាជ័យពេលខ្លះអ្នកនឹងត្រូវគេមើលងាយពេលខ្លះអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងគ្មានសមត្ថភាពប៉ុន្តែអ្វីដែលសំខាន់បំផុតគឺកុំឲ្យបញ្ហាទាំងនោះធ្វើឲ្យអ្នកបោះបង់ភាពជោគជ័យមិនមែនមកដល់អ្នកដែលរងចាំទេប៉ុន្តែវាមកដល់អ្នកដែលខិតខំប្រឹងប្រែងរាល់ថ្ងៃជោគជ័យកើតចេញពីការអត់ធ្មត់ការរៀនសូត្រការកែប្រែកំហុសនិងការមិនចុះចាញ់ចំពោះបញ្ហាកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃមនុស្សម្នាក់មានដំណើរជីវិតខុសគ្នាអ្នកខ្លះជោគជ័យលឿនអ្នកខ្លះជោគជ័យយឺតអ្វីដែលសំខាន់គឺអ្នកនៅតែបន្តដើរទៅមុខមិនថាល្បឿនលឿនឬយឺតនោះទេរាល់ការបរាជ័យគឺជាមេរៀនដ៏មានតម្លៃវាបង្រៀនយើងឲ្យរឹងមាំឲ្យចេះអត់ធ្មត់និងឲ្យចេះស្វែងរកវិធីថ្មីដើម្បីដោះស្រាយបញ្ហាបើអ្នកមិនធ្លាប់បរាជ័យអ្នកក៏មិនអាចរៀនពីភាពជោគជ័យបានដែរមនុស្សជោគជ័យភាគច្រើនមិនមែនពូកែជាងអ្នកទេពួកគេគ្រាន់តែមិនបោះបង់នៅពេលដែលជួបបញ្ហាពួកគេនៅតែបន្តព្យាយាមទោះបីជាត្រូវដួលជាច្រើនដងក៏ដោយចូលជឿជាក់លើខ្លួនឯងកុំឲ្យពាក្យសម្ដីអវិជ្ជមានរបស់អ្នកដទៃមកកំណត់អនាគតរបស់អ្នកត្រូវចងចាំថាមនុស្សដែលសើចចំអកអ្នកថ្ងៃនេះអាចជាអ្នកដែលសរសើរអ្នកនៅថ្ងៃស្អែកប្រសិនបើអ្នកមិនបោះបង់កុំខ្លាចចាប់ផ្ដើមពីតូចអ្វីធំទាំងអស់សុទ្ធតែចាប់ផ្ដើមពីជំហានតូចមួយថ្ងៃមួយជំហានមួយថ្ងៃមួយការរីកចម្រើននឹងនាំអ្នកទៅដល់គោលដៅដែលអ្នកប្រាថ្នានៅពេលអ្នកមានអារម្មណ៍ថាហត់សូមសម្រាកប៉ុន្តែកុំបោះបង់ការសម្រាកគឺដើម្បីប្រមូលកម្លាំងបន្តដំណើរមិនមែនដើម្បីបញ្ចប់ក្តីសុបិននោះទេចូលចងចាំថាភាពជោគជ័យមិនមែនវាស់ត្រឹមលុយឬកិត្តិយសប៉ុណ្ណោះទេភាពជោគជ័យពិតប្រាកដគឺការដែលអ្នកអាចឆ្លងកាត់ឧបសគ្គជាច្រើនដោយមិនបោះបង់ក្តីសុបិនរបស់ខ្លួន